នេះសាក់ស្មើមែនសាក់ស្មើមួយនេះមើលអូម៉ែមកថំពួកខ្ញុំសូមជម្រាបសួរលោកគ្រូអ្នកគ្រូអ្នកទាំងអស់គ្នាពួកខ្ញុំគឺជាបេក្ខភាពមកពីក្រុម TikTok ដែលបានចូលរួមក្នុងការប្រកួតប្រជែងបទផលធម្មជាតិនៅក្នុងឆ្នាំ2026ដែលមាននាងខ្ញុំឈ្មោះជាពិសេសនាងខ្ញុំឈ្មោះឆ្នាំសុស្ដីនាងខ្ញុំឈ្មោះចាមនីនេះនាងខ្ញុំឈ្មោះជាសេនហើយថ្ងៃនេះពួកយើងពិតជាមានមោទនភាពដែលស្គាល់សំណួរពីយ៉ាងខ្លាំងដែលបានចូលរួមក្នុងការប្រកួតប្រជែងបទផលធម្មជាតិក្នុងឆ្នាំ2026ព្រោះវាគឺជាឱកាសមួយដែលឲ្យយើងសិក្សាពីបទផលធម្មជាតិនិងឲ្យយើងបង្ហាញពីគំនិតច្នៃប្រឌិតរបស់យើងផងដែរហើយនេះគឺជា product ដែលពួកយើងបានបង្កើតឡើងជាប្រភេទ spray បាញ់សក់ដែលចម្រាញ់ចេញពីសបមង្ឃុតដោយសារតែយើងបានរកឃើញសារធាតុសាំថនក្នុងសបមង្ឃុតដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មការពារសក់ពីការបំផ្លាញដោយរ៉ាឌីកាល់សេរីដ៏សំណាងនឹងធ្វើឲ្យសក់ទន់និងរលោងជាងមុនហើយពួកយើងក៏ចង់យកសបមង្ឃុតដែលមនុស្សគ្រប់គ្នាគិតថាជាកាកសំណល់យកវាបំលែងទៅជាផលិតផលធម្មជាតិមួយសម្រាប់ការថែរក្សាសក់តាមរយៈការសិក្សាស្រាវជ្រាវនិងការធ្វើទៅជាឆដដដើម្បីបន្តថាផលិតផលដែលពួកយើងបានបង្កើតទៅមានគុណភាពនិងសមត្ថភាពក្នុងការប្រើប្រាស់ចំពោះការចូលរួមប្រកួតប្រជែងកម្មវិធីផលិតផលធម្មជាតិនៅក្នុងឆ្នាំ2026នេះគឺពួកយើងបានទទួលនូវបទពិសោធន៍ដែលមានតម្លៃជាច្រើនដូចជាទី1ពួកយើងបានបង្កើននៅសកម្មភាពជាក្រុមហើយនឹងការដោះស្រាយនៅរាល់បញ្ហានានាចំណែកទី2វិញគឺពួកយើងបានស្វែងយល់សិក្សាអំពីដំណើរការពិសោធន៍ហើយនឹងការបង្កើនផលិតផលដើម្បីឲ្យស្របទៅតាមស្តង់ដារទី3វិញគឺពួកយើងបានសារតំណែងគឺជាឱកាសដ៏ល្អជាមួយនឹងអ្នកជំនាញលោកគ្រូអ្នកគ្រូសិស្សច្បងក៏ដូចជាមិត្តរួមចំនួនដើម្បីទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតអ្នកនរគ្នាមានចំណងអំពីបណ្ដាលរបស់ពួកយើងកុំភ្លេចចូលរួមក្នុងកម្មវិធីប្រកួត NPC នៅ Web Black Pro ដែលប្រព្រឹត្តទៅនៅថ្ងៃទី29សីហាខាងមុខនេះដែលមានទីតាំងស្ថិតនៅអគារសហគ្រិនខ្មែរជាន់ទី9នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចចុងក្រោយពួកយើងសូមថ្លែងអំណរគុណដល់សាកលវិទ្យាល័យពិសេសនិងសហគ្រិនខ្មែរដែលបានបង្កើតកម្មវិធីនេះឡើងមក